មិនអាចធ្វើបាបកូនបានទេប៉ាកូនគេទាំងស្រឡាញ់ហើយនឹងចង់បានកូនមិនទៅជាងម៉ាក់នោះទេម៉ាក់នឹងមិនទាន់មានគោលដៅច្បាស់លាស់សម្រាប់ជីវិតដែលនឹងត្រូវដើរបន្តហើយបើម៉ាក់យកកូនទៅតាមប៉ាកូននឹងតាមរកពួកយើងគ្រប់ទីកន្លែងហើយគេក៏មិនបានសុំអំណងនឹងជីវិតគូដែលគេតែងតែតន្ទឹងរង់ចាំជាយូរមកហើយម៉ាក់មិនចង់យកកូនជាលេសដើម្បីទាមទារការចាប់អារម្មណ៍ពីប៉ាកូននោះទេម៉ាក់សុំទោសកូនផងដែលម៉ាក់សម្រេចចិត្តធ្វើរឿងនេះម្ដាយលើលោកមិនគួរធ្វើតែម៉ាក់ចង់ឲ្យកូនបានដឹងថាទង្វើរបស់ម៉ាក់គ្រប់បែបយ៉ាងគឺដើម្បីអនាគតកូនតែមួយប៉ុណ្ណោះម៉ាក់ស្រឡាញ់កូនម៉ាក់ឲ្យកូនសុំទោសរឿងគ្រប់យ៉ាងគឺមកពីកូនតែធ្វើឲ្យប្អូនទទួលនៅកម្មពីបែបនេះគឺជាកម្មដែលកូនជាអ្នកសាងពធកូនស្រីម៉ាក់កូនបានព្យាយាមតាក់ទងទៅប្អូនតែគ្មានដំណឹងសោះម៉ាក់មានបានដំណឹងពីសន្យាទេម៉ាក់ប៉ុន្មានខែហើយម៉ាក់អត់មានបានទទួលដំណឹងពីគេទេមិនដឹងថាពេលនេះគេមានសុខទុក្ខយ៉ាងណាទេទូរស័ព្ទរបស់គេក៏ម៉ាក់ខលមិនចូលទៀតសន្យាក៏ដឹងខ្លួនហើយម៉ាក់លោកប៉ាលោកអ៊ំអរគុណកូនល្អណាស់ដែលអ្នកទាំងអស់គ្នានៅទីនេះណាខ្ញុំមានរឿងចង់និយាយប្រាប់បងពេលក្រោយទៅបងទៅតែដឹងខ្លួនកុំយកបញ្ហាអីមកគិតណាក៏គាត់បងអីពេលវេលាដែលកន្លងមកនេះគឺវាខាតពេលវេលាអស់ជាច្រើនមកហើយបងមិនអាចធម្មនិយមបានទៀតនោះទេលោកប៉ាពេលនេះលោកប៉ាគួរតែសម្រាប់ឲ្យបានច្រើនពេកប៉ុន្មានហើយលោកអ៊ំរចនាវិបុលបាទលោកអ៊ំសុធីបាទប៉ាពួកឯងមកជិតខ្ញុំបន្តិចមកខ្ញុំមានរឿងចង់និយាយប្រាប់កាលពីយប់មិញប៉ាបានឮនៅរឿងរ៉ាវគ្រប់បែបយ៉ាងរវាងកូននិងវិបុលអស់ហើយបងត្រូវការអីដែរខ្ញុំចង់រកបន្ទប់វះកាត់ចាបងអញអញ្ជើញឡើងទៅបន្ទប់ ICU ណាបងប៉ុន្តែមានឯកស្ថានពាក់ទីចាបងហើយបងអញ្ជើញឡើងទៅដល់ខាងលើទៅគេមានខោអាវជូនបងហើយចាចាជម្រាបលាបងសូមជើញអូលោកគ្រូពេទ្យលោកប៉ារបស់ខ្ញុំយ៉ាងម៉េចហើយលោកគ្រូពេទ្យយកកាត់បានទទួលលទ្ធផលល្អក្មួយក៏បារម្ភអីណាអញ្ចឹងខ្ញុំអាចចូលទៅមួយគាត់បន្តិចបានទេលោកគ្រូពេទ្យបាទចូលបានតែចូលបានតែម្នាក់ទេតែសូមរក្សាភាពស្ងៀមស្ងាត់ផងណាចាលោកគ្រូពេទ្យអូរចនាសុំទោសបងសុំទៅទូរស័ព្ទបន្តិចសិនណាចាបងលោកប៉ាសូមលោកប៉ាឆាប់ដឹងខ្លួនឡើងវិញណាព្រោះកូនមិន
ត់ទៅលោកប៉ានឹងអ្នកម៉ាក់បានទេហើយក៏នឹងលះបង់អ្វីគ្រប់យ៉ាងដើម្បីលោកប៉ានិងគ្រួសាររបស់យើង អូននេះដូចជាកូនក្មេងអញ្ចឹងសប្បាយចិត្តកយំតើទុកកយំសភាពរបស់លោកអ៊ំនៅពេលនេះអត់អីហាញតាមកក៏ពិបាកចាប់ទៀន ព្រោះមកពីអូនរំភើបចិត្តខ្លាំងពេកតែបំផុតលោកប៉ាគាត់វះកាត់បានជោគជ័យហើយ បែបនេះហើយតែពិតជាស័ក្តិសមបំផុតសម្រាប់លោកដែលឃើញភាពរឹងមាំរបស់អូននេះអូនគឺជាមោទនភាពរបស់គាត់ បងវិបុលតែនេះអូនពិតជាអរគុណបងណាស់តែបងសុខចិត្តតស៊ូគ្រប់យ៉ាងដើម្បីអូនរហូតមកដល់ពេលនេះ អូនកំចេញចឹងមិនថាមានរឿងអីក៏ឡើងទេបងគឺជាបង្គោលនិងរបាំងការពារអត់រហូត បងវិបុលហើយចាប់ពេលនេះតើពួកយើងត្រូវធ្វើយ៉ាងម៉េចទៀតម្យ៉ាងទៀតពេលនេះបងធាននឹងសន្យាកំពុងតែមានការពិបាកយើងមិនអាចបន្តតំណែងពីម៉ាក់ប៉ារបស់ពួកយើងបានទេហើយពួកយើងក៏ទៅបកស្រាយជាមួយលោកប៉ាថាម៉េចទេលោកប៉ាគឺគាត់ច្បាស់ជាខូចចិត្តហើយបងវិបុលតែនេះអូនពិតជាអរគុណបងណាស់តែបងសុខចិត្តតស៊ូគ្រប់យ៉ាងដើម្បីអូនរហូតមកដល់ពេលនេះ អូនកំចេញចឹងមិនថាមានរឿងអីក៏ឡើងទេបងគឺជាបង្គោលនិងរបាំងការពារអត់រហូត បងវិបុលហើយចាប់ពេលនេះតើពួកយើងត្រូវធ្វើយ៉ាងម៉េចទៀតម្យ៉ាងទៀតពេលនេះបងធាននឹងសន្យាកំពុងតែមានការពិបាកយើងមិនអាចបន្តតំណែងពីម៉ាក់ប៉ារបស់ពួកយើងបានទេហើយពួកយើងក៏ទៅបកស្រាយជាមួយលោកប៉ាថាម៉េចទេលោកប៉ាគឺគាត់ច្បាស់ជាខូចចិត្តហើយបើសិនជាដឹងថាអូននិងបងធីរៀបការជាមួយគ្នាខ្លាំងៗនោះហើយនៅមានតំណែងរបស់អូនជាមួយបងយូរឆ្នាំដែលបានលាក់ជាមួយគាត់ទៀត ពិតមែនហើយតែបងថាបើយើងកំតាំប្រាប់គាត់អីស្ថានភាពរបស់លោកអ៊ំណាក៏មិនតល្អប្រសើរដែរតែយើងរងចាំជាច្រើនឆ្នាំមកហើយចាំបើចាំយូរទៀតណាក៏វាមិនអីដែរ ប៉ុន្តែអូនគឺពិតជាអាណិតដល់បងធីណាបងពេលនេះគាត់ក៏តែបានរស់នៅជាមួយមនុស្សដែលគាត់ស្រឡាញ់ដោយបាក់ចំហណាបងបើយើងទាំងពីរអាចចាំបានប៉ុន្តែកូនរបស់សន្យានោះគឺគេពិតជាមិនអាចចាំបានទេហើយបងធីគាត់ស្ម័គ្រចិត្តមករៀបការខ្លាំងៗដើម្បីពួកយើងគឺដើម្បីធ្វើឲ្យលោកប៉ា គាត់សប្បាយចិត្តហើយនឹងព្រមទទួលយកការវះកាត់ម្យ៉ាងទៀតពេលនេះបណ្ណាការបានទៅមុខយ៉ាងរលូនទៀតពេលនេះពួកយើងមិនគួរណាចង់ភ្ជាប់បងធីទៀតទេហើយគាត់ក៏មិនអាចនៅជាមួយបញ្ហារបស់ពួកយើងបែបនេះរហូតដែរណាបងវិបុល បងដឹង
លោកសុធាក៏មានផលវិបាករបស់គេដែរបងថាពេលនេះលែងចិត្តភ្លឺហើយអូនគួរតែសម្រាប់ខ្លះទៅក្រោយថ្ងៃស្អែកវាពិបាកជាងនេះ ហើយចាបងក៏សម្រាប់ដែរទេប៉ាបានដឹងនៅរឿងពិតរបស់កូនអស់ទៅហើយប៉ាសុំទោសផងណាអ្នកទាំងអស់គ្នាកន្លងមកប៉ាបានមើលរំលងនៅទំនាក់ទំនងរវាងកូននិងវិបុលហើយចាប់អារម្មណ៍ទៅលើផលប្រយោជន៍ការងារចំនួនតែមួយគត់ពេលនេះប៉ាយល់ហើយព្រោះថាការមានជីវិតរស់នៅដោយមានសេចក្តីសុខនិងសុភមង្គលគឺអាចរស់នៅជាមួយមនុស្សដែលយើងស្រឡាញ់ហើយគេក៏ស្រឡាញ់យើងហើយគេក៏យល់ពីយើងជាងនរណាទាំងអស់កូនស្រីស្រឡាញ់ប៉ាកូនស្រឡាញ់ប៉ាដល់ថ្នាក់ហ៊ានលះបង់សុំបីតែក្តីសុខរបស់ខ្លួនហើយអាវិបុលវិញឯងស្រឡាញ់រចនាដល់ថ្នាក់ហ៊ានលះបង់ស្នេហាដើម្បីប៉ារបស់នាងហើយអ្នកចុងក្រោយដែលសំខាន់នោះគឺកូនសុធីប៉ាអរគុណកូនណាស់ដែលជួយដល់ប្អូនដល់ចិត្តស្មោះប៉ាសូមអរគុណខ្លាំងណាស់គឺព្រោះតែជំងឺរបស់ប៉ានិងភាពរឹងមាំរបស់ក្រុមហ៊ុនទាំងមូលលោកស្រីបាលីឲ្យខ្ញុំសុំទោសលោកស្រីដូចគ្នាណាខ្ញុំចង់សុំឲ្យកូនរចនានិងកូនសិទ្ធីបានលែងលះគ្នាដើម្បីពួកគេបានទៅជួបនឹងមនុស្សដែលគេស្រឡាញ់រៀងខ្លួនខ្ញុំសង្ឃឹមថាលោកស្រីនឹងយោគយល់ផងចុះកូនធីនេះលាក់ខ្ញុំឲ្យចិត្តឈឹងដូចគ្នាហើយកូនយើងអាចចិញ្ចឹមគេបានតែខ្លួនពិតមែនឯរឿងបេះដូងណាទុកឲ្យគេជាអ្នកសម្រេចតែខ្លួនឯងទៅចាអរគុណលោកស្រីហើយបើពួកយើងយល់ពីគ្នាអស់ហើយប៉ាសូមសម្រេចថាកូនរចនានិងកូនធីបានព្រមព្រៀងលែងលះគ្នាដោយមានចាស់ទុំដឹងឮទាំងសងខាងឯចំណែកក្មួយវិបុលនិងកូនរចនាប៉ាសូមគាំទ្រនឹងការសម្រេចចិត្តកសាងអនាគតរួមគ្នារបស់ពួកកូនណាបតិមាវីពួកកូន សូមអរគុណលោកប៉ាកូនធីបាទប៉ាពីពេលនេះទៅទោះកូនមិនជាកូនប្រសារបស់ប៉ាក៏ដោយប៉ុន្តែប៉ាចង់សុំកូនមកធ្វើជាកូនបង្កើតរបស់ប៉ាណាបាទប៉ាខ្ញុំអរគុណណាស់ហើយពេលនេះសភាពជំងឺរបស់ប៉ាបានធូរស្រាលហើយកូនគួរតែត្រឡប់ទៅដោះស្រាយបញ្ហារបស់កូនម្ដងវិញចុះអរគុណប៉ាអរគុណណាស់ម៉ាខ្ញុំអរគុណលោកប៉ាណាស់ម៉ាអរគុណអ្នកទាំងអស់គ្នាខ្ញុំសូមនិយាយសិនហើយហើយចាស់ច្រិតគេណាស់ដូចជាកូនក្មេងអញ្ចឹងចា
សន្យាចាប់ពីពេលនេះតទៅពួកយើងបានជួបគ្នារហូតហើយបងនឹងស្រឡាញ់ថ្នាក់ថ្នមអូនដើម្បីផ្លាស់ប្ដូរនៅរាល់ទង្វើមិនល្អដែលបងធ្លាប់ធ្វើកន្លងមកសន្យាប្រពន្ធសម្លាញ់ប្រពន្ធសម្លាញ់ប្រពន្ធសម្លាញ់បងមកវិញហើយតែណាចេះហើយទូរស័ព្ទអត់ថ្មទៀតប្រហែលជានឹងទៅមិនយូរទេមើលទៅចាំមើលបន្តិចមើលសន្យាប្រពន្ធសម្លាញ់អូនទៅណាប្រពន្ធសម្លាញ់ចិត្តបងតើអូនទៅណាហើយមកទៅខំមិនចូលសនចឹងបបសុទ្ធទេយ៉ាងម៉េចហើយកូនបងប្រុសឬមួយក៏ស្រីទៅបងមិនបងអូននិយាយពីស្អីហ្នឹងបងមិនយល់ទេក្រែងប្រពន្ធបងឯងឈឺពោះត្រូវឆ្លងទៅលើនៅមន្ទីរពេទ្យមិនចឹងហ៎ហើយទៅណាមិនបាច់ជាបងឯងធ្វើដូចជាគ្មានរឿងស្អីកើតឡើងអញ្ចឹងអ្នកគ្រូសួស្ដីហើយមិត្តខ្ញុំគេទៅណាហើយគាត់ចេញទៅក្រៅបាត់ហើយបានទុកសម្បត្តិនេះមកច្បាប់
អ្នកនាងទទួលយកកូននេះទៅចាចាឲ្យមកខ្ញុំមកបើអញ្ចឹងខ្ញុំទៅវិញហើយណាចាចា គាត់ចេញទៅក្រៅបាត់ហើយបានទុកសម្បត្តិនេះមកច្បាប់អ្នកនាងទទួលយកកូននេះទៅចាចាឲ្យមកខ្ញុំមកបើអញ្ចឹងខ្ញុំទៅវិញហើយណាចាចា កល្យានមិត្តជាទីស្រឡាញ់របស់ខ្ញុំគ្នាសង្ឃឹមថាឯងនឹងមិនខឹងនឹងគ្នាពេលដែលគ្នាសម្រេចចិត្តធ្វើរឿងបែបនេះពេលនេះគ្នាក៏មិនទាន់ដឹងថាត្រូវទៅណាឲ្យប្រកបប៉ុន្តែពេលដែលគ្នាមានកន្លែងណាដែលនឹងណោគ្នានឹងប្រាប់ឯងគឺជាមនុស្សតែម្នាក់តែសូមឲ្យឯងទុករឿងនេះជារឿងអាចកំបាំងផងណាគ្នាមានហេតុផលដែលមិនអាចរស់នៅជាមួយនឹងលោកសទ្ធីបានគ្នាសូមផ្ញើកូនហើយនឹងសម្បត្តិមួយច្បាប់នេះយកទៅឲ្យលោកសទ្ធីផងអរគុណក្នុងមួយជីវិតនេះអ្វីដែលខ្ញុំសប្បាយចិត្តជាងគេគឺមានមិនល្អដូចជាឯងលាហើយលាទាំងអាឡ័យពេលខ្ញុំសន្យាអត់ទៅណាមីងប្រពន្ធខ្ញុំឈ្មោះសន្យានៅបន្ទប់ណាទៅចាសំទោលោកគឺឈ្មោះលោកសុធីមែនទេចាបាទអ្នកនាងសន្យាគាត់ចេញទៅបាត់ហើយគាត់បានទុកសម្បត្តិមួយច្បាប់នេះដើម្បីជូនលោកអរគុណមីងចាកូនកូនប៉កុំយំណាកូនណាកូនចេះណាឆ្លាតណាកូនណាឆ្លាតកូនប៉ាលោកសទ្ធីពេលដែលលោកបានឃើញសម្បត្តិនេះហើយពេលនេះខ្ញុំចាក់ចេញទៅបាត់ហើយការពិតទៅខ្ញុំក៏ចង់យកកូនមកដែរតែខ្ញុំដឹងថាបើសិនជាខ្ញុំយកកូនមកលោកនឹងមិនសុខចិត្តទេចំពោះការបាត់បង់កូននេះខ្ញុំសូមអរគុណហើយដែលកន្លងមកនេះលោកមើលថែបានយ៉ាងល្អខ្ញុំសូមផ្ញើគេនឹងលោកផងជួយមើលថែកូនឲ្យបានល្អផងណាខ្ញុំជូនពរលោកឲ្យរស់នៅមានសេចក្តីសុខ
ជាមួយនឹងមនុស្សដែលលោកស្រឡាញ់ដែលតែងតែប្រាថ្នាចង់បានហើយនឹងរងចាំមកជាយូរពេលខ្ញុំសន្យា ก็สมยันตาជំរាបសួរ ហើយអញ្ជើញមកមានការអីដែរ ចា សន្យាសន្យាសន្យា សទ្ធីឈប់សិនខ្ញុំមិនមែនជាសន្យារបស់សទ្ធីទេ ហើយចុះនាងមកផ្ទះខ្ញុំធ្វើអី ហើយ នាង ខ្មើមកវិញហើយហ៎ បាទ ហើយចុះអាណាសន្យានោះតើគេយ៉ាងម៉េចទៅហើយមានពិតជាបារម្ភពីគេខ្លាំងណាស់ អូសុំទោសនាងណាមកសុំចាំមកផ្លែតបញ្ចាំតែកូនបញ្ចាំតែណាមកនាងនេះគឺជាកូនរបស់ខ្ញុំជាមួយនឹងសន្យាណានាងជួយពនតិចដែរ អូហូយចាស់ចៃយាយចៃយាយ នាងសន្យាហើយជួយមានគេសន្យាអត់ កុំជុំអីណាចៅណាចៃឆ្លាតកុំជុំចៅ ហើយអ្នកទាំងអស់គ្នានឹងជាអ្នកណាមិនក៏មកឈរជ្រាបត្រាស្អីមុខផ្ទះខ្ញុំនឹងមានការអីសុធីហើយនេះក្រែងសន្យាកូនមកវិញវ័នអស់ហើយ អត់ទេណាម៉ាក់កូនអត់វិញទេនេះគឺជាសន្យាមែនតែមិនមែនជាសន្យារបស់កូនទេពេលនេះកូនក៏កំពុងតែរនាងដូចគ្នាដែរមិនដឹងថាហេតុអីទីបានជានាងបាត់ខ្លួនទៅហើយពេលនេះនៅកន្លែងណាក៏កូនមិនដឹងដែរ តែមីងខ្ញុំគឺជាបងស្រីភ្លោះរបស់សន្យាដែលទៅត្រឡប់មកពីបរទេស អញ្ចឹងទេហ៎ សទ្ធីធ្វើអីសន្យាមានរឿងអីកាត់ឡើងមកកណែទាំងពីរទៅជាអញ្ចឹងអ្នកទាំងពីរមានឆ្លោះគ្នាអត់ អត់ទេពួកខ្ញុំមិនបានឆ្លុះគ្នាទេពួកខ្ញុំល្អជាមួយគ្នាណាស់តែខ្ញុំក៏មិនដឹងថាហេតុអីបានជាពេលនេះនាងបាត់ខ្លួនហើយខ្ញុំរនាងអត់ឃើញខ្ញុំក៏មិនដឹងធ្វើយ៉ាងម៉េចទៀតដែរជួយប្រាប់ខ្ញុំផងតែខ្ញុំទៅធ្វើយ៉ាងម៉េចដើម្បីរនាងឲ្យឃើញនោះ ឬក៏សន្យាដឹងថាខ្ញុំគឺជាអតីតសង្សាររបស់សទ្ធីហើយ តែមិនអាចទេបែរគំតែជារឿងអតីតកាលតែប៉ុណ្ណោះមិនអាចទៅរួចទេដែលនឹងគិតអញ្ចឹងនោះ តែអាចនឹងសន្យាដើរចេញដើម្បីឲ្យពួកយើងទាំងពីរ បើមិនគិតអញ្ចឹងមែនប្រហែលជាមានរឿងធំហើយអូជិះក្បាលណា កូនប្រុសសម្លាញ់ទីបំផុតកូនបានចាប់អំណាចហើយបើបានទទួលកូនតែប៉ាបានជាបាត់បង់ប្រពន្ធចាប់ពីស្លាញ់របស់ប៉ាបាត់ទៅហើយសន្យាបងស្លាញ់អូនខ្លាំងណាស់តែឲ្យបងមកយ៉ាងណាទៅ បាក់គ្មានបេះដូងនោះបងអូនបានទៅចោលបងបាត់ទៅហើយបានចំពោះបងឲ្យបងរំលោភនឹងស្នេហាពិតដែលបងចង់បានតែពេលនេះស្នេហាដែលបងចង់បានទៅចោលបងបាត់ទៅហើយបានទៅចោលកូនជាងថែមទៀត
គ្រប់យ៉ាងរបស់បានធ្វើតែមិនទៅបញ្ជាក់ចំពោះអូនបានទីតាមិនទេសន្យាបានជាអូនធ្វើបែបនេះចំពោះបងតែពេលនេះសន្យានឹងទៅចោលខ្ញុំតែចោលខ្ញុំអត់ទៅហើយនៅកន្លែងណាក៏កូនមិនដឹងនឹងធ្វើអីក៏កូនមិនដឹងកូនពិតជាបារម្ភពីនឹងខ្លាំងណាស់ម៉ាមិនបានទេណាម៉ាក់ជួយថែកូនខ្ញុំផងណាខ្ញុំប្រសន្យាហើយអត់ទេម៉ាក់អេកុំទៅអីក្មេងធីពេលនេះគឺយប់ហើយណាកូនត្រីតារននេះឲ្យឃើញកុំមិនអាចទុកនឹងចោលតែម្នាក់ឯងបានទេកូនប្រសន្យាហើយ សុធីមិនបានទេម៉ាក់កូនប្រសន្យាហើយ សុធី សន្យា